គ្រាន់តែឮថាសៃគោអាំងឆ្ងាញ់ជាប់របងសាលាបឋមសិក្សាក្រុងពោធិ៍សាត់ពុកម៉ែបងប្អូនយើងនៅខេត្តពោធិ៍សាត់ប្រហែលជាស្គាល់ហើយបើមិនស្គាល់ទើបចម្លែកហើយឥឡូវនេះសៃគោអាំងឆ្ងាញ់ជាប់របងសាលាបឋមសិក្សាក្រុងពោធិ៍សាត់ក៏ត្រូវបានផ្លាស់ប្ដូរទីតាំងថ្មីហើយមានពុកម៉ែបងប្អូនយើងជាច្រើនដែលមិនទាន់ស្គាល់ទីតាំងថ្មីរបស់គាត់តោះឥឡូវមុននឹងដឹងអំពីទីតាំងថ្មីរបស់គាត់មកស្ដាប់ប្រវត្តិនៃការគាត់លក់សៃគោអាំងតាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះហើយមុខរបររបស់គាត់នេះមិនមែនទើបតែចាប់លក់ទើបតែ4-5 ឆ្នាំនេះទេណាបងប្អូនទាំងគ្នាជាង20ឆ្នាំមកហើយតាំងពីខ្ញុំនៅតូចមកម្លេះហើយពីដំបូងបំផុតដែលគាត់ចាប់ផ្ដើមប្រកបមុខរបរលក់សៃគោអាំងនេះគាត់ប្រើរមាក់កង់2ដែលមានកង់តូចនៅខាងមុខមួយណាហើយរមាក់មួយនឹងផងដែរគាត់ទិញគេអស់ចំនួនទឹកប្រាក់70000រៀលហើយ70000រៀលចំនួនហ្នឹងថ្លៃដែរណាបងប្អូនទាំងគ្នាហើយគាត់មិនមែនប្រើលុយសុទ្ធរបស់គាត់ទៀតគាត់គឺរាប់លុយគេបើនិយាយភាសាសាមញ្ញខ្លីទៅហើយចងការគេអញ្ចឹងណាបងប្អូនទាំងគ្នាហើយយកពេលដែលយើងលក់បានប្រាក់ហើយយើងបង់គេជាប្រចាំថ្ងៃមួយថ្ងៃ2000ឬក៏3000អញ្ចឹងទៅហើយសៃគោអាំងដែលគាត់លក់ហ្នឹងនៃចំនួនហ្នឹងមួយចង្កាក់តែ200ទៅ300រៀលខ្មែរទេបើនិយាយពីឈាមគោមួយចង្កាក់តែ100រៀលខ្មែរទេបងប្អូនទាំងគ្នាហើយគាត់រុញលក់ឆ្វែជុំវិញក្រុងពោធិ៍សាត់អញ្ចឹងទៅម៉ោង7-8យប់ទើបគាត់មកដល់ផ្ទះវិញហើយបន្ទាប់ពីគាត់ចាប់ផ្ដើមរបររបស់គាត់បានមួយរយៈធំក៏គាត់ចាប់ផ្ដើមសន្សំប្រាក់បានខ្លះគាត់ទិញបានរមាក់កង់3មួយហើយរមាក់កង់3ហ្នឹងមិនមែនរមាក់កង់3ប្រើម៉ូតូទេណារមាក់កង់3ធាក់កង់ទេដែលកង់ប្រើចង្វាក់នៅខាងក្រោយណាបងប្អូនអរគ្នាដើម្បីឲ្យគាត់ងាយស្រួលការធ្វើដំណើរជាងមុនអញ្ចឹងទៅហើយណាមួយរមាក់កង់3ហ្នឹងរៀងធំជាងរមាក់កង់2ដែលរុញថ្មើរជើងហ្នឹងណាហើយរមាក់ហ្នឹងគាត់ទិញមកទឹកពីគេមកទៀតហើយរមាក់ហ្នឹងតម្លៃ200,000ជាងហើយចំនួនហ្នឹងលុយរៀងថ្លៃដែរណាហើយនៅពោធិ៍សាត់អត់មានលក់ទេគាត់ឡើងទៅទិញរាជធានីភ្នំពេញហើយគាត់ដាក់ផ្ញើតាមឡានមកដើម្បីឲ្យគាត់ងាយស្រួលធ្វើដំណើរលក់តាមដងផ្លូវអញ្ចឹងទៅហើយបន្ទាប់មកទៀតគាត់លក់បានមួយរយៈធំគាត់ចាប់ផ្ដើមសន្សំប្រាក់បានបន្តិចបន្តួចទៀតគាត់ចាប់ផ្ដើមទិញរមាក់កង់3ដោយប្រើម៉ូតូអសង្ការេណាហើយជំនាន់ហ្នឹងម៉ូតូអសង្ការេគួរសមដែរបងប្អូនអរគ្នាម៉ូតូអសង្ការេគាត់ចាប់ជាប់នឹងរមាក់ហ្នឹងលក់បានមកដល់សប្តាហ៍ថ្ងៃនេះតែម្ដងទៅហើយគាត់តែឃើញជ្រក់មួយចាននេះបងប្អូនអរគ្នាខ្ញុំបញ្ចូលសំឡេងបដាចង់ស្រក់ទៅមាត់បដាហើយបានច្របល់ចូលគ្នាទៀតនិយាយពីឆ្ងាញ់ផ្ដាំសូតែម្ដងហើយជ្រក់របស់គាត់បងប្អូនអរគ្នាខ្ញុំឲ្យ10លើ10តែម្ដងជ្រក់របស់គាត់មិនថាជ្រក់មិនថាសាច់ទេបងប្អូនអរគ្នាដាក់ទៅស៊ីគ្នាតែម្ដងហើយនេះផ្លូវជាតិលេខ5បើសិនជាពុកម៉ែបងប្អូនយើងធ្វើដំណើរមិនថាពីរាជធានីភ្នំពេញមិនថាពីប៉ោយប៉ែតមិនថាពីណាមកទេបើសិនជាចង់ចូលមកសាកសៃគោអាំងឆ្ងាញ់ជាប់របងសាលាបឋមសិក្សាក្រុងពោធិ៍សាត់អាចចូលមកបានបងប្អូនអរគ្នាហើយទីតាំងងាយស្រួលរកទេទីតាំងថ្មីរបស់គាត់ណាបងប្អូនអរគ្នាពុកម៉ែបងប្អូនបត់មកខាងឆ្វេងដៃធ្វើដំណើរតាមដងផ្លូវជាតិលេខ5ឆ្លងកាត់ក្នុងក្រុងពោធិ៍សាត់ណាបងប្អូនអរគ្នាមិនយ៉ាត់ច្រឡំផ្លូវវាងក្រុងហើយពុកម៉ែបងប្អូនបត់ខាងឆ្វេងដៃធ្វើដំណើរមកត្រង់រហូតឆ្លងកាត់រវងមូលសាលារៀនហើយធ្វើដំណើរទៅត្រង់ទៀតធ្វើដំណើរទៅត្រង់រហូតមានឃើញផ្លូវមួយដែលបត់ខាងឆ្វេងដៃរាប់លបងសាលាវិទ្យាល័យពោធិ៍សាត់ណាបងប្អូនអរគ្នាហើយឃើញស្លាកសញ្ញាដែលគាត់ដាក់សញ្ញាព្រួញនៅខាងឆ្វេងដៃដែលបត់ទៅកន្លែងទីតាំងថ្មីរបស់គាត់ណាបងប្អូនអរគ្នាហើយយើងបត់តាមស្លាកសញ្ញាព្រួញប្រហែលជាខ្ទង់100ម៉ែត្រនឹងកន្លែងខាងស្ដាំដៃឃើញទីតាំងថ្មីរបស់គាត់ហើយគាត់លក់ចាប់ពីម៉ោង4រហូតទៅដល់ម៉ោង7-8យប់ណាបងប្អូនអរគ្នា